นาพระพุทธศาสนาคือជាពាក្យព្រានប្រដៅរបស់ព្រះសក្យមុនីសម្មាសម្ពុទ្ធដែលបានសម្រេចនៅអនុត្តរសម្មាសម្ពោធិញ្ញាណជាឯកអគ្គបុគ្គលក្នុងត្រៃលោកព្រះសទ្ធត្ថសមណៈគោតមទ្រង់បានស្វែងរកការត្រាស់ដឹងហើយបានសម្រេចតាមព្រះបំណងនៅថ្ងៃពេញបរមីខែពិសាខឆ្នាំរកាក្នុងប្រជជនវស្សាគម្រប់35នៅកយាសីសប្រទេសត្រង់ឧរុវេលនិគមក្នុងមគ្គធរដ្ឋការព្រះអង្គបានរកការត្រាស់ដឹងឃើញហើយទ្រង់ក៏យាងប្រកាសផ្សាយព្រះពុទ្ធសាសនានេះក្នុងមគ្គធរដ្ឋរបស់ព្រះបាទពំពិសាមានការយាងទៅប្រោសបញ្ចវគិយភិក្ខុនៅអិសេបតនមិគទាយវ័នចាត់ពីក្រុងពារាណសីជាដើមព្រះពុទ្ធសាសនាបានផ្សាយទៅពេញសកលលោកហើយជាសាសនាមានបទនាយកធម៌ធំចំនួន 84000 ព្រះធម្មខណ្ឌមានអហិង្សាធម៌ជាដើមជាស្វាខាតធម៌សម្រាប់ដឹកនាំមនុស្សសត្វនិកទាំងអស់ក្នុងត្រៃភពឲ្យមានសតិសម្បជញ្ញៈញាក់រលឹកចេះគោរពប្រតិបត្តិប្រព្រឹត្តធ្វើអំពើល្អដើម្បីនឹងរលាស់ខ្លួនឲ្យចេញផុតពីភពវដ្តសង្សារឆ្ពោះទៅរកស្ថានបរមសុខពលគឺអមតៈមហានិព្វាននោះឯង